តើជំរាបសួរក៏ដូចជាសួស្តីបងទាំងអស់គ្នាហើយថ្ងៃនេះយើងមកបើកប្រអប់នាឡិកាដៃ DM58 តោះចង់ដឹងតើវាមានអីខ្លះតោះទៅមើលទាំងអស់គ្នាណាអញ្ចឹងនៅពេលដែលយើងបើកមកគឺយើងឃើញជាមួយនឹង screen capture code អានេះយើងបញ្ជាក់ជាមួយនឹងក្រុមហ៊ុនឲ្យគាត់ដាក់ទៅក្នុងប្រអប់ជាមួយនឹងតួពណ៌ខ្មៅហើយមកជាមួយនឹងខ្សែពណ៌ខ្មៅណាហើយតួនេះគឺពណ៌ខ្មៅទេប៉ុន្តែមើលទៅដូចតួទឹកប្រាក់អញ្ចឹងដោយសារតែវាចាំងភ្លើងហើយជាមួយនឹងខ្សែសាកនេះប្រភេទឆក់វាឆក់ហ្នឹងឆក់បាតជាមួយនឹងបាតនាឡិកាហ្នឹងណាហើយនេះអត់មានទេគឺសភៅណែនាំមុនហ្នឹងតោះឥឡូវយើងទៅបើកគ្រឿងនាឡិកាទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងចុចបើកមកគឺវាឲ្យយើងរើសភាសាណាហើយភាសាខ្មែរយើងនៅក្រោមគេណោះអញ្ចឹងតាក់ទងជាមួយនឹងនាឡិកាហ្នឹងយើងបងត្រូវភ្ជាប់ជាមួយនឹង app Clarifit Pro ណាហើយនៅពេលបងភ្ជាប់ទៅមកអាចបើកម៉ាស៊ីនបានហើយមកគឺវាដើរត្រូវអូតូតែម្ដងសម្រាប់នាឡិកាដៃ DM58 ហ្នឹងអញ្ចឹងយើងនិយាយពីអេក្រង់របស់វាអេក្រង់វាគឺជាប្រភេទនាឡិកាដែលប្រើប្រាស់អេក្រង់ AMOLED HD display ណាទំហំ 1.43 អ៊ីនអញ្ចឹងទោះបីជាបងនៅក្រោមព្រលឺថ្ងៃក៏វាអត់ចាញ់ថ្ងៃដែរសម្រាប់នាឡិកាដៃហ្នឹងណាហើយវាមានមុខងារផ្សេងគ្នាជាច្រើនដូចអានេះដូចជាមុខងារ Casio មុខងារពិលក៏មានដែរប៉ុន្តែពិលនេះយើងពិលបើកមើលមិនឃើញអីទេបងសម្រាប់ពិលនេះអញ្ចឹងយើងទៅមើលមុខងារដែលសំខាន់ជាងហ្នឹងវាមានដូចជាមុខងារខចេញចូលមុខងារ always on display សំខាន់សម្រាប់នាឡិកាហ្នឹងវាមានមុខងារត្រីវិស័យមុខងារប្រតិទិនដាក់ម៉ោងរោក៏មានដែរសម្រាប់ DM58 ណាហើយក្រៅពីហ្នឹងក៏វាមានមុខងារផ្សេងទៀតដែរនៅក្នុងហ្នឹងដូចជាមុខងារវាស់សម្ពាធខ្យល់ណាសម្ពាធខ្យល់បរិយាកាសយើងហ្នឹងតើវាមានជាតិពុលច្រើនឬអត់ហើយអានេះមុខងារត្រីវិស័យអានេះតតែបងពវលឲ្យត្រូវជ្រុងវាសិនមកបានវាលោតត្រីវិស័យឲ្យយើងដឹងអានេះខ្ញុំដាក់មើលទៅគឺវាដើរត្រូវរបស់វាដែរអញ្ចឹងណាអានេះល្អមែនតើសម្រាប់បងដែលចូលចិត្តដើរព្រៃអីប៉ុន្តែអត់ recommend ឲ្យបងពាក់ចូលព្រៃទេដោយសារតែប្រភេទនេះវាអត់មាន offline map ទេហើយមុខងារអាកាសធាតុក៏មានដែរហើយមុខងារតាក់ទងជាមួយនឹងសុខភាពក៏វាមានច្រើនដូចជាតាក់ទងជាមួយនឹងមុខងារវាស់អុកស៊ីសែនក្នុងឈាមមុខងារវាស់ចង្វាក់បេះដូងមុខងារតាមដានដំណេកតាមដានកម្រិត stress កម្រិត stress ក្នុងខ្លួនរបស់យើងហ្នឹងភាពតានតឹងហ្នឹងហើយមុខងារវាស់ជំហានក៏មានដែរនៅក្នុងហ្នឹងហើយមុខងារកីឡាវាមានដល់ទៅ100ប្រភេទជាងឯណោះសម្រាប់ DM58 ហើយកន្លែងនេះខ្ញុំចូលដូរភាសាដោយសារតែយើងភ្ជាប់ជាមួយ app ទៅវាលោតទៅជាភាសាអង់គ្លេសអញ្ចឹងភាសាខ្មែរយើងដូចបញ្ជាក់យ៉ាងគឺវានៅក្រោមគេនេះបងហើយបងអាចបើកជាមួយនឹងមុខងារ always on display បាននៅក្នុងនាឡិកាហ្នឹងណាអាហ្នឹងមុខងារមានន័យថាឲ្យវាភ្លឺនៅលើអេក្រង់នាឡិការហូតហើយនេះខ្ញុំកំពុងតែរើសមុខហើយសម្រាប់មុខវាមានច្រើនទៀតនៅក្នុង app ណាដែលគ្រាន់តែបងចុច install មកវាមានហើយកន្លែងនេះខ្ញុំ double touch ទៅលើ screen នាឡិកាវាភ្លឺតែម្ដងដោយមិនចាំបាច់ប្រើប៊ូតុងក៏បានដែរអូខេអញ្ចឹងសម្រាប់មុខវាវិញក៏មានច្រើនដែរ face នាឡិកាហ្នឹងណាហើយពិសេសបងអាចតាំងរូបបងបាននៅក្នុងនាឡិកានឹងបានថែមទៀតអញ្ចឹងសម្រាប់ចម្ងល់តាក់ទងជាមួយនឹង DM58 បងអាចធ្វើការ contact មក page ក៏បានឬក៏ comment ក្រោមវីដេអូនឹងក៏បានដែរអរគុណច្រើនសម្រាប់ការទស្សនា